នេះផែនទីខ្លីៗអាណាទៅពុតអូយហើយមើលទៅជឿផែនទីទិញតាមផ្សារបានណាអាផែនទីទិញតាមផ្សារវាមានអីពិបាកអានឹងគេខ្ជាប់មកមីមនណាឆ្លើយតបបញ្ហានេះតំណាងរាជគណៈបកសង្គ្រោះជាតិលោកអ៊ុំសំអានថ្លែងថាផែនទីដែលលោកសំរងស៊ីយកពីប្រទេសបារាំងនោះគឺដូចគ្នានឹងផែនទីសម្ដេចព្រះនរោត្តមសីហនុចម្លងចេញទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិនៅឆ្នាំ1964ដែរខាងលោកត្រៀមខ្លួនគ្រប់ពេលវេលាសម្រាប់ចូលរួមផ្ទៀងផ្ទាត់ផែនទីប៉ុន្តែផែនទីដែលអាចទុកចិត្តបានគឺផែនទីពីអង្គការសហប្រជាជាតិមិនព្រមយកផែនទីពីអង្គការសហប្រជាជាតិមកផ្ទៀងផ្ទាត់ឲ្យខ្មែរអស់ចិត្តដែលជាបខំឲ្យយកផែនទីមកផ្ទៀងផ្ទាត់ហើយតាមមានផែនទីគោលដើម្បីផ្ទៀងផ្ទាត់ផងហ្នឹងអញ្ចឹងទោះបីផ្ទៀងផ្ទាត់ក៏នៅតែចោតគ្នាដែរណាបើផែនទីប្រទេសសមស៊ីផ្ទៀងផ្ទាត់ជាមួយផែនទីលោកវ៉ាកំហុងផ្សេងគ្នាពេលនេះចោតគ្នាដែរថាអូផែនទីលោកវ៉ាកំហុងคล้ายៗកណ្ដាប់ឆាំងតែអញ្ចឹងឲ្យផែនទីលោកប្រធានសមស៊ីคล้ายៗចោតគ្នាទៅវិញទៅមកបើសិនជាគាត់ចង់ឲ្យខ្មែរអស់ចិត្តលេងចោតថាប្រើរដ្ឋាភិបាលប្រើផែនទីមិនត្រូវគួរតែយកផែនទីពីអង្គការសហប្រជាជាតិមកហើយដល់ផ្ទៀងផ្ទាត់ជាមួយផែនទីលោកប្រធានសមស៊ីនិងផែនទីលោកវ៉ាកំហុងទោះជាយ៉ាងនេះក្តីខាងរាជរដ្ឋាភិបាលនៅមិនទាន់ទទួលបានផែនទីកម្ពុជាដែលស្វែងរកពីប្រទេសមហាអំណាចនៅឡើយទេទន្ទឹមគ្នានេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអំពាវនាវដល់អ្នកដែលអះអាងថាមានផែនទីត្រឹមត្រូវឲ្យបញ្ជូនមករាជរដ្ឋាភិបាលឬព្រះមហាក្សត្រឬរាជបណ្ឌិតសភាកម្ពុជាដែលលោកបណ្ឌិតសុកទូចកំពុងតែដឹកនាំធ្វើការស្រាវជ្រាវលោកបញ្ជាក់ថារាជរដ្ឋាភិបាលបានផ្ដល់ជូនឯកសារទៅរាជបណ្ឌិតសភាអស់ហើយក្នុងឋានៈរាជបណ្ឌិតសភានោះជាអ្នកវិទ្យាសាស្ត្រធ្វើការស្រាវជ្រាវដោយឯករាជ្យខ្ញុំបាទលេងម៉ាលីវិទ្យុអាស៊ីសេរីពីរាជធានីភ្នំពេញចានៅក្នុងថ្ងៃម្សិលមិញនេះដែរលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានប្រកាសថាលោកមិនព្រមឲ្យមានការបោះឆ្នោតមុនអាណត្តិនិងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទេបញ្ហានេះគណៈបព្វប្រឆាំងនៅមិនទាន់មានប្រតិកម្មណាមួយតបវិញនៅឡើយទេដោយគ្រាន់តែលើកថាគណៈបក្សសង្គ្រោះជាតិអនុវត្តតាមនៅកិច្ចព្រមព្រៀងរបស់គណៈបកទាំងពីរកាលពីថ្ងៃទី22ខែកក្កដាឆ្នាំ2014ចាអង្គការក្រៅរដ្ឋាភិបាលដែលមានជំនាញលើកិច្ចការបោះឆ្នោតហើយនយោបាយរបស់លោកនាយករដ្ឋមន្ត្រីនៅពេលនេះថាធ្វើតាមរបៀបគំនុំជាជាងប្រជាធិបតេយ្យសម្រាប់ប្រយោជន៍ជាតិចាលោកមុំនីរតរាជការភាពស្ងប់ស្ងាត់របស់គណៈបក្សសង្គ្រោះជាតិនៅពេលនេះទំនងជាមិនចង់ឲ្យមានកម្ដៅនយោបាយដែលកំពុងតែផ្ទុះឡើងតែជាថ្មីទៀតឲ្យនៅកម្រិតទៀតហើយមើលទៅខណៈដែលប្រធានគណៈបកប្រជាជនកម្ពុជាដែលជាដៃគូនៃវប្បធម៌សន្តិនិកវាយប្រហារយ៉ាងចាស់ដៃរហូតចាត់ទុកថាជាគណៈបកប្រឆាំងដែលមិនចេះធ្វើការហើយប្រាថ្នាចង់គ្រប់គ្រងប្រទេសទាំងមិនដឹងពីរបៀបធ្វើការថែមទៀតផងប្រតិកម្មជាថ្មីទៀតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនមកលើគណៈបកប្រឆាំងនៅពេលនេះនឹងជាប្រតិកម្មដ៏កម្រដែររឿងពេលវេលានៃការបោះឆ្នោតនេះធ្វើឡើងក្នុងពេលដែលលោកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជាចិននៅតែខ្មៅខេត្តកណ្ដាលលោកហ៊ុនសែនថ្លែងថាពេលវេលាពិតប្រាកដនៃការបោះឆ្នោតគឺធ្វើដោយរាល់អាណត្តិមិនកែប្រែដោយការចរចានយោបាយឡើយថានឹងបោះឆ្នោតមុនអាណត្តិនោះលោកយ៉ែមពញ្ញរិទ្ធមន្ត្រីនាំពាក្យគណៈបកសង្គ្រោះជាតិបានឆ្លើយតបថាគណៈបកជំទាស់ពុំមានអ្វីបកស្រាយក្រៅពីអនុវត្តតាមគោលការណ៍ដែលគណៈបកនយោបាយទាំងពីរបានព្រមព្រៀងគ្នាហើយរួចនោះទេលោកបន្ថែមថាថ្មីបើពុំមានក្នុងគោលការណ៍ដែលកំណត់ថាត្រូវបោះឆ្នោតមុនអាណត្តិក៏ដោយចុះក៏អ្នកនយោបាយទាំងពីរបានឯកភាពរួចមកហើយថានឹងអនុវត្តការបោះឆ្នោតមុនអាណត្តិយ៉ាងហោចណាស់ក៏5ខែ